ពាក្យទី1អ្នកទាំងឡាយចូលស្ដាប់បច្ចេកពុទ្ធាបទានដូចតទៅនេះអ្នកតាំងកៈជាអ្នកប្រាជ្ញជាបុត្រនៃនាងទេវីក្នុងដែនវេទេហៈបានសួរព្រះតថាគតកាលគង់នៅក្នុងវត្តចេតពុនថាឮថាព្រះបច្ចេកពុទ្ធទាំងឡាយរមែងមានតើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញទាំងនោះរមែងកើតឡើងដោយហេតុដូចម្ដេចខ្លះគ្រានោះព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរព្រះអង្គស្វែងរកនៅគុណដ៏ធំទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើនដោយព្រះសូរសៀងដ៏ពិរោះថាពួកជនណាមានការកសាងបានធ្វើទុកហើយក្នុងសំណាក់នៃព្រះពុទ្ធទាំងពួងតែមិនទាន់បានមកខធម៌ក្នុងសាសនានៃព្រះចិនស្រីទេជនទាំងនោះជាអ្នកប្រាជ្ញជាអ្នកមានប្រាជ្ញាមុតថ្លាវាលែងតែព្រះពុទ្ធទាំងឡាយរមែងបាននៅបច្ចេកពោធញ្ញាណដោយប្រធាននៃសង្វេគនោះផងដោយអារម្មណ៍ដ៏ស្ដើងស្ដួចនោះផងក្នុងលោកទាំងមូលវាលែងតែតថាគតចេញមិនមានបុគ្គលណាស្មើនឹងព្រះបច្ចេកពុទ្ធឡើយតថាគតនឹងសម្ដែងនៅគុណត្រឹមតែសង្ខេបនេះរបស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះអ្នកទាំងឡាយចូលស្ដាប់នៅគុណរបស់ព្រះបច្ចេកពុទ្ធជាមហាមុនីដោយប្រពៃចោះអ្នកទាំងឡាយការប្រាថ្នានៅភេសជ្ជៈដ៏ប្រសើរផុតគឺព្រះនិព្វានចូលមានចិត្តជ្រះថ្លាទាំងអស់គ្នាស្ដាប់នៅពាក្យដ៏ពិរោះដូចជាទឹកឃ្មុំផ្លិតរបស់ព្រះមហាឥនីដែលត្រាស់ដឹងឯងព្រះបច្ចេកពុទ្ធទាំងឡាយដែលមកប្រជុំគ្នាមានព្យាករមានទោសមានវត្ថុនៃសេចក្តីរសាយចិត្តទាំងមានហេតុដែលបានសម្រេចនៅពោធញ្ញាណផ្សេងគ្នាព្រះបច្ចេកពុទ្ធទាំងនោះមានសេចក្តីសម្គាល់ក្នុងការរសាយចិត្តក្នុងវត្ថុដែលប្រកបដោយរាគៈមានចិត្តរសាយក្នុងលោកដែលគេត្រេកត្រអាលលះបង់នៅបញ្ចធម៌និងកិលេសជាតិដែលញ៉ាំងសត្វឲ្យអន្ទះសាហើយបានសម្រេចនៅពោធញ្ញាណក្នុងទីនោះឯងបុគ្គលទម្លាក់ចោលនៅអាជ្ញាចំពោះសត្វទាំងពួងមិនបៀតបៀននៅសត្វទាំងនោះសំបីសត្វណាមួយទេទាំងជាអ្នកអនុគ្រោះចំពោះប្រយោជន៍ដោយមេត្តាចិត្តគប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយរមាសបុគ្គលទម្លាក់ចោលនៅអាជ្ញាចំពោះពួក